គ្រប់នឹងគុណថាប៉ុណ្ណោះសូមឲ្យបានមកបដិបត្តិខាងសន្តិភាពនេះអរថាលោកទទួលអ្នកផងដែលចាំចេញអំពីសភាជ្រះថ្លារបស់គុណប្រស្រីបងចុះកូនប្រស្រីសូមឲ្យបួងសួងមានខាងមើលនៅខាងបរមសុខកុំឲ្យម៉ែមានទុកម៉ែបានស្ងប់ចុះព្រោះពេលនេះកូនស្រីកូនប្រុសបានខ្ពស់ខ្ពស់ហើយចាប់តាំងពីពេលនេះតទៅជីវិតកូនកំព្រាជីវិតលែងវេទនាហើយម៉ែ